មានកូនប្រមាណដែរនេះខ្ញុំបាទខ្ញុំបានមាន2នឹងកូន2បាទ2ហ្នឹងគឺថាមាន3ឯណោះមាន3ដែលធ្លាក់បាត់ទៅហើយអូបាទ2មានតែ2ទេអរគុណច្រើនហើយម្ដាយពុកនៅទាំងអស់ពុកគាត់ស្លាប់បាត់ហើយពុកស្លាប់បាត់ហើយឆ្នាំ78ម្ដាយនៅបាទអរគុណឃើញហើយថានេះវ៉ាងដឺគឺជាកូនរបស់លោកត្រឹងដឺបាទជាកំប្លែងជាងចាស់មួយរូបបាទគឺជាមួយនឹងអ៊ំឡូតូហ្នឹងស្បិសេរីគាត់ហ្នឹងហើយប៉ុន្តែបន្សល់ទុកលើនៃវ៉ាងដឺហ្នឹងគឺជាតារាកំប្លែងមួយរូបប្រចាំរាជការកម្ពុជាជាពិសេសគឺជំនាញខាងនិយាយវៀតណាមតែម្ដងបាទបងប្អូនខ្មែរតែងតែឲ្យបាទអាសនីថានាយវ៉ាងដឺវៀតណាមប្រកែមែនតើបាទឥឡូវនេះគឺសូមសួរមកខាងបងស្រីម្ដងហើយម្យ៉ាងទៀតដោយមានន័យថាឆ្នាំណាមួយនោះដែលមាននេះវ៉ាងដឺសូមសួរបន្តិចបានទេបាទសួរថាឆ្នាំណាមួយមានគ្រោះថ្នាក់មួយគឺពីការភ្នែកឆ្នាំប្រពន្ធនឹងឆ្នាំ85បាទយ៉ាងម៉េចដែរបានទៅជាការភ្នែកបាទដោយសាររឿងពុះអស់ទៅខ្ទាតចំណាំងអស់ហើយខ្លួនឯងមិនមិនពុះមិនឲ្យគេពុះខ្ញុំសារភាពខ្លួនខ្ញុំថ្ងៃហ្នឹងសវឹងហ្នឹងបាទប្រើប្រពន្ធឲ្យធ្វើសាច់ខ្លែងអូបាទនឹងនិយាយការពិតបាទប្រើប្រពន្ធឲ្យធ្វើសាច់ខ្លែងប្រពន្ធខ្ញុំគាត់ពុះអស់បាទពុះអស់មុតចំណាំងអស់ទៅចំណាំងអស់ពេលដែលពុះមកចំណាំងអស់ក៏ខ្ទាតមកខ្ទាតត្រូវបាទជាថាហេតុមួយបាទធ្វើមិនគេថាมันពីការពីកំណើតមកទេពីការរក្សាពុះអស់នេះរក្សាវិញនេះវ៉ាងដឺបើកុំប្រើបែបមិនបាទបែបមិនអីទេបាទមិនអីទេហ្នឹងហើយបាទតែមិនអីទេធ្វើម៉េចថែរក្សាគ្នាបាទហើយគេថាវិបដិសារីណាបាទហ្នឹងមកពីយើងមកចេះគ្រប់គង់ថែរក្សាគ្នាឲ្យបានរហូតចាស់ពិតចាស់ព្រៀងស្រាប់ព្រៀងគ្រូប៉ុណ្ណឹងបាទអរគុណណាស់សុំសួរមួយទៀតកូនមានតែ2ទេហើយបានរៀនបានខាងហ្នឹងកូនរៀនទី1នេះនៅទេបាទហើយហូបបញ្ហារឿងហូបហ្នឹងគឺការថយហើយកុំបន្ថែមហ្នឹងហើយនេះមិញតែឃើញមកហ្នឹងมันយកទៅក្នុងវិញហ្នឹងយើងសំខាន់គឺគេហៅថាសុខភាពបាទសុខភាពយើងមកមុនចិត្តតែហូបទៅបើសុខភាពប្រហែលកាន់តែហូបទៅវាយើងអ្នករកាន់តែយើងដួលយើងមួយក្រឹបណែ3នាក់នេះនឹងទៅរកអីទេបាទលំហាត់តែខាតយើងទៀមមួយគឺយើងសុខភាពរបស់យើងបាននេះជាទៅថតនោះទៅលេងtrongហាងលេងអីទៅជាបានជាចឹងជីវភាពហើយមុននឹងចូលដល់នេះសូមសួរមានចេះរឿងកំ pl ែងអីមួយរឿងនេះដើម្បីនោះបងប្អូនខ្មែរយើងចោលតមកដល់ហើយអ្នកកំ pl ែងទៅជួបឲ្យកំ pl ែងទៅចង់បានរឿងកំ pl ែងមែនបើខ្ញុំវាអៀនធ្លាប់តែលេងលើសាកដល់មកលេងលើក្រែអត់ចេះលេងចំក្រុមខ្សែមើលអាមួយនេះគួយនេះមើលយើងមកអង្គុយលើតាផ្លូវហើយខ្ញុំសូមគោរពដល់ពុកម៉ែនានាបងប្រុសនិងបងស្រីនិងកូនក្មួយដែលនៅសហរដ្ឋអាមេរិកជាពិសេសសូមគោរពដល់ផលិតកម្មតោមាសមិនដែលបាត់មុខខ្ញុំទេដែលពេលថត CD អញ្ចឹងបងកុយបាទគឺថាហៅខ្ញុំជារៀងរហូតហើយខ្ញុំបាទសូមជូនពរជូនជ័យដល់អ្នកទាំងអស់គ្នានឹងផលិតកម្មតោមាសហ្នឹងឲ្យរកស៊ីកាន់តែចម្រើនទៅមុខដល់រហូតតែខ្ញុំសង្ឃឹមថាបងកុយហើយផ្នែកខាងផលិតកម្មតោមាសបែប2នាក់ហ្នឹងបែបបាន20បាវអីណាស៊ីម៉ងមិនបញ្ហាទេសំខាន់បំផុតគឺចង់សួរបញ្ហាជីវភាពនៃការរស់នៅរបស់បងអូនហ្នឹងណាដល់យ៉ាងម៉េចដែរសុខបញ្ហាជីវភាពវាគេហៅថាមិនណាស់ណាពេកក៏វាមិនពេកដែរតែគាត់រងថ្ងៃហ្នឹងទៅហូបថ្ងៃហ្នឹងទៅស្អែករោទៀតហូបស្អែកទៀត